អ្នកគ្រូខ្ញុំបាត់រត់ដល់7ថ្ងៃហើយតែទឹកនំឃើញ2កាំតែមើលអេកូអត់ឃើញអញ្ចឹងចាបងតាក់ទងជាមួយនឹងការអេកូជាទូទៅតើតែចាប់ពី3សប្តាហ៍ឬក៏4សប្តាហ៍អីឡើងទៅបើក្នុងករណីបងមានផ្ទៃពោះមែនពេលដែលទៅអេកូទៅឃើញដោយសារក្រោម3សប្តាហ៍គឺកូននៅតូចមែនតើអញ្ចឹងពេលខ្លះគឺគ្រូពេទ្យគាត់អេកូអត់ឃើញទេអញ្ចឹងជាទូទៅនៅពេលដែលទៅអេកូគ្រូពេទ្យគាត់អត់ទាន់កំណត់ពីអាយុកូនឬក៏ទីតាំងកូនច្បាស់ទេគាត់នឹងណាត់បងទៅអេកូម្ដងទៀតខ្ទង់5ថ្ងៃឬក៏1សប្តាហ៍ឬក៏2សប្តាហ៍ក្រោយអញ្ចឹងបងអាចទៅអេកូម្ដងទៀតបានហើយបើក្នុងករណីកូនចូលដល់3សប្តាហ៍4សប្តាហ៍ឬក៏5សប្តាហ៍អីឡើងទៅចន្លោះហ្នឹងគឺអាចនឹងអេកូឃើញហើយបើក្នុងករណីបងមានកូនប្រកបមែនហើយបើចំពោះអ្នកដែលគាត់បាត់រដូវចាប់ពី1ខែឡើងទៅហើយគាត់ធ្វើតែទឹកនោមអត់ឃើញវិញគឺវាតាក់ទងជាមួយនឹងបញ្ហាជាច្រើនដូចជាការរាំងរដូវឬក៏គាត់ចិត្តអស់រដូវក៏ថាបានហើយមួយទៀតតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំមួយចំនួនដូចជាថ្នាំពជាកណើតឬក៏ថ្នាំដែលតាក់ទងជាមួយនឹងបញ្ហាសុខភាពណាមួយហើយបើចំពោះអ្នកដែលគាត់មានបញ្ហាក្រពះពោះវៀនឬក៏ក្រពះរ៉ាំរ៉ៃហើយគាត់ប្រើថ្នាំច្រើនក៏អាចតាក់ទងជាមួយនឹងបញ្ហាទាំងអស់ហ្នឹងដែរអញ្ចឹងនៅពេលដែលគាត់មានជំងឺអស់ហ្នឹងប៉ុន្តែគាត់អត់ដឹងទេហើយគាត់មានរោគសញ្ញាដូចជាមានការក្អួតចង្អោរវិលមកបន្ថែមទៀតអញ្ចឹងគាត់អាចនឹងសង្ស័យតាក់ទងជាមួយនឹងការមានកូនដល់ពេលតែទឹកនោមទៅគឺអត់ឃើញមានទេដោយសារតែគាត់អត់មានកូនទេប៉ុន្តែគាត់មានជំងឺផ្សេងដែលតាក់ទងជាមួយនឹងក្រពះពោះវៀនរបស់គាត់ហើយបើចំពោះស្ត្រីខ្លះគឺគាត់មានបញ្ហាសុខភាពស្បូនពីខាងក្នុងអ្នកខ្លះគាត់ស្បូនខ្សោយអ្នកខ្លះគាត់ស្បូនធម្មតាដែលវាតាក់ទងជាមួយនឹងបញ្ហាអរម៉ូនប្រែប្រួលក៏ធ្វើឲ្យមានការតេស្តទៅអត់ឃើញដូចគ្នាអញ្ចឹងបងត្រូវដឹងថាបញ្ហារបស់ស្ត្រីគឺអាស្រ័យលើសុខភាពរបស់គាត់ផ្សេងគ្នាធម្មតាស្បូនរបស់ស្ត្រីម្នាក់គឺផ្សេងគ្នាដូចគ្នាទេតាក់ទងជាមួយនឹងអរម៉ូនក៏ផ្សេងគ្នាដែរអញ្ចឹងតាក់ទងជាមួយនឹងអាការៈផ្សេងគឺត្រូវតែឆែកមើលឲ្យបានច្បាស់លាស់ជាមុនសិនដោយសារខ្ញុំមានភ្ញៀវម្នាក់ហ្នឹងគឺគាត់មានកូនរយៈពេល4ខែហើយចង់មានន័យថាគាត់តេស្តទៅអត់ឃើញទេនិយាយរួមទៅគឺយូរទៅជួបករណីបែបហ្នឹងម្ដងដោយសារតែអរម៉ូនរបស់គាត់ប្រែប្រួលអញ្ចឹងនៅពេលដែលអរម៉ូនរបស់គាត់ប្រែប្រួលតែអត់ឃើញរហូតដល់គាត់ឈានដល់ពោះ4ខែគាត់ទៅអេកូទើបដឹងពីអាយុនឹងទីតាំងកូនច្បាស់លាស់អញ្ចឹងចំពោះករណីហ្នឹងគឺមិនមែនថាវាមានច្រើនទេ10នាក់យ៉ាងច្រើនមានតែម្នាក់អីទេនៅក្នុងករណីហ្នឹងយូរឃើញម្ដងព្រោះធម្មតាបើអ្នកមានកូនគ្រាន់តែចេញអាការៈតិចតួចមកគឺយើងដឹងហើយថាយើងកំពុងតែមានកូនជាពិសេសគឺចំពោះស្ត្រីដែលគាត់អាសាតាមដានសុខភាពរបស់គាត់តែបើចំពោះស្ត្រីដែលគាត់អត់សូវបានតាមដានសុខភាពរបស់គាត់ទេគឺគាត់អត់សូវដឹងទេរហូតតតែមានការកម្រើព្រោះកូនចូលដល់4ខែគឺមានការកម្រើនៅក្នុងពោះហើយអញ្ចឹងទៅធ្វើឲ្យគាត់មានការសង្ស័យបានគាត់បញ្ញាទៅជួបពេទ្យទើបដឹងថាគាត់មានកូន4ខែហើយក៏មានការលូតលាស់ល្អធម្មតាទើបមានការកម្រើបែបហ្នឹងអញ្ចឹងបងត្រូវដឹងថាតាក់ទងជាមួយនឹងការតាមដានការមានកូនមិនមែនថាតាមដានម្ដងឬក៏ធ្វើតែម្ដងបញ្ជាក់ថាអត់មានទេយើងត្រូវមានការតាមដានចាប់ពី3ទៅ4ដងទើបដឹងច្បាស់ឬក៏មិនអញ្ចឹងទេអាចទៅអេកូបាន